ជំរាបសួរលោកគ្រូអ្នកគ្រូទាំងអស់គ្នាដោយសារតែមានលោកគ្រូអ្នកគ្រូខ្លះគាត់បានឆានមកស៊ូជាសំណួរមកខ្ញុំអញ្ចឹងណាថារបៀប submit កិច្ចការឲ្យលោកគ្រូគរុកោសលនឹងគឺធ្វើយ៉ាងណាអញ្ចឹងថ្ងៃនេះខ្ញុំនឹងធ្វើការបង្ហាញនៅវីដេអូដើម្បីជាគន្លឹះនៅក្នុងការធ្វើកិច្ចការទាំងអស់ហ្នឹងអញ្ចឹងដំបូងឡើយលោកគ្រូអ្នកគ្រូត្រូវប្រកាសខ្លួនឯងថាតើលោកគ្រូអ្នកគ្រូនឹងបានធ្វើកិច្ចការហ្នឹងទុកនៅកន្លែងណារក្សាទុកកន្លែងណាអញ្ចឹងជាធម្មតាយើងធ្វើនៅលើ Google ហើយយើងទុកនៅលើ Drive អញ្ចឹងសម្រាប់ខ្ញុំទុកនៅក្នុង folder មួយដែលមានឈ្មោះថាមុខវិជ្ជាគរុកោសលតែម្ដងដើម្បីងាយស្រួលចាប់កិច្ចការទាំងអស់គឺដាក់ក្នុងហ្នឹងសម្រាប់មុខវិជ្ជារបស់គាត់អញ្ចឹងយើងចូលទៅក្នុងឯកសាររបស់យើងហ្នឹងដែលយើងបានធ្វើណាបន្តមកទៀតលោកគ្រូអ្នកគ្រូទៅមើលកន្លែងសញ្ញាចុច3នេះបាទចុច3ហ្នឹងហើយយើងចុចពាក្យថាចែករំលែកបន្ទាប់ពីចូលទៅពាក្យចែករំលែកហើយលោកគ្រូអ្នកគ្រូនឹងចុចសញ្ញាត្រេ3បន្តទៀតមកហើយពាក្យថាគ្រប់គ្រងសិទ្ធិប្រើប្រាស់អញ្ចឹងកន្លែងនេះកន្លែងសិទ្ធិទូទៅហ្នឹងលោកគ្រូអ្នកគ្រូមិនបាច់មើលច្រើនទេចុចតែនិចទៅហើយបន្តទៀតកន្លែងដាក់កំហិតនេះគឺយើងចុចយកមួយទៀតដោយជ្រើសរើសថានរណាម្នាក់ដែលមានដំណភ្ជាប់ដែលមាន link ហ្នឹងណាអញ្ចឹងយើងកែប្រែកន្លែងហ្នឹងបន្តមកទៀតកន្លែងសិទ្ធដែលចូលទូទៅហ្នឹងយើងឃើញហើយថាកន្លែងនេះគឺដាក់ថាអ្នកណាម្នាក់ដែលមានដំណបានន័យថាយើងបានកែអញ្ចឹងគេសួរទៀតថាអ្នកដែលចូលមានដំណចូលមកហ្នឹងតើអាចធ្វើអីខ្លះយើងអាចឲ្យគាត់មើលឲ្យគាត់ផ្ដល់មតិឬក៏ឲ្យគាត់កែអញ្ចឹងសម្រាប់ខ្ញុំឲ្យគាត់ត្រឹមតែមើលទេអត់ឲ្យគាត់កែទេខ្លាចគាត់លុបរបស់ខ្ញុំអញ្ចឹងខ្ញុំត្រឡប់ក្រោយទៅតែមើលទេបន្តមកទៀតលោកគ្រូអ្នកគ្រូទៅចុចកន្លែងសញ្ញានេះសញ្ញាដូចឃ្នៀបហ្នឹងណាគឺយើងចុចដើម្បី copy ដំណភ្ជាប់មួយហ្នឹងបន្តមកទៀតគឺយើងចុចបិទតែម្ដងបន្ទាប់ពីចុចបិទហើយគឺយើងចុចទៅកន្លែង link ដែលលោកគ្រូអ្នកគ្រូគាត់បានផ្ញើមកឲ្យណានេះដើម្បីចូលបំពេញឈ្មោះរបស់យើងអញ្ចឹងដល់ពេលដែលយើងចុចចូលទៅគឺយើងទៅរកឈ្មោះផ្ទាល់ខ្លួនកន្លែងនេះគឺលោកគ្រូអ្នកគ្រូដល់រកឈ្មោះខ្លួនឯងទៅដោយសារតែឈ្មោះខ្ញុំក៏អត់ទាន់បាន submit ដែរអញ្ចឹងខ្ញុំចុចកន្លែងហ្នឹងមកចុចចូលប្រអប់នឹងមួយហើយមានសញ្ញាចុចបូកខាងលើបន្ទាប់មកទៀតយើងចុចជ្រើសរើសពាក្យថាដំណភ្ជាប់ហើយយើងចុចបាទកន្លែងហ្នឹងគឺយើងដាក់ឈ្មោះរបស់យើងខាងក្រោមដំណភ្ជាប់នេះគឺយើងដាក់អ្វីដែលយើង copy អំបញ្ញមាញ់តានេះចុច paste ទាំងអស់គ្នាហើយចុចបាទចុចដានមកដោយសារតែបាំង keyboard យើងមើលអត់ឃើញណាបាទនឹងចុចដានមកអញ្ចឹងបានន័យថាកន្លែងនេះគឺវា load បន្ទាត់ហើយបានន័យថាមាន link ដំណភ្ជាប់ទៅហើយធ្វើតែប៉ុណ្្នឹងគឺលោកគ្រូអាចទទួលបានកិច្ចការរបស់យើងហើយបាទអរគុណច្រើនលោកគ្រូអ្នកគ្រូដែលបានចំណាយពេលវេលាមើលវីដេអូនេះ